បាទជំរាបសួរខ្ញុំបាទឈ្មោះយ៉ែមយូនជាប្រធានសហគមន៍នៅភូមិបែងកើតហើយខ្ញុំបាទមុននឹងចូលជាសហគមន៍គឺដោយសារនៅក្នុងភូមិរបស់ខ្ញុំគឺមានបញ្ហាច្រើនលើកឡើងហើយបញ្ហានោះគឺយើងបានផ្ដោតសំខាន់លើបញ្ហាអន្សំទី1គឺប្រាក់អន្សំហើយយើងបានចូលក្រុមអន្សំនេះគឺយើងធ្វើឲ្យបងប្អូនយើងមានថាមានមុខរបរបន្ថែមហើយកាត់បានយកលុយអន្សំពីគម្រោងយកទៅចែកទៅយើងបង្កើនមុខរបរដូចជាការដាំបន្លែចិញ្ចឹមសត្វជ្រាបសួរអ្នកខ្ញុំឈ្មោះទឿនសវឿនជាសមាជិកក្រុមសំឥឡូវនេះខ្ញុំបានចូលក្រុមសំមកខ្ញុំចែកលុយបានលុយមកខ្ញុំដាំបន្លែបានធូធានបានលុយឲ្យកូនរៀនឥឡូវរាល់ថ្ងៃនេះក្រុមគ្រួសារខ្ញុំធូធាជាងមុនដោយសារបានលុយកម្ចីនេះមកហើយខ្ញុំបានលុយកម្ចីមកកូនចៅដាំបន្លែមកក៏ខ្ញុំហូបបន្លែធម្មជាតិអត់បាក់មានរសជាតិគីមីអីទេបន្លែខ្ញុំធម្មជាតិអត់បាក់ទិញពីក្រៅមកពីបន្លែពីក្រៅដោយមានប្រើថ្នាំប្រើអីឥឡូវនេះខ្ញុំមានបន្លែធម្មជាតិរបស់ខ្លួនខ្ញុំឥឡូវនេះខ្ញុំអរគុណអូអាយដែលបានឲ្យខ្ញុំចៃលុយបានឲ្យខ្ញុំដាំបន្លែបានក្រុមគ្រួសារខ្ញុំធូធាបងប្អូនយើងគឺដូចថាយើងមានមុខរបរហើយគឺកាត់ទី1គឺកាត់បន្ថយការធ្វើការចំណាក់ស្រុកទៅក្រៅដែរហើយបច្ចុប្បន្ននេះគឺយើងកំពុងតែដំណើរការល្អនៅក្នុងសហគមន៍មានលុយវិលចេញវិលចូលហើយយើងដាច់ខែបងចូលក្រុមដល់ថ្ងៃសំគឺយើងប្រមូលមកសំជុំគ្នាហើយកើតមិនតែកើតក្រុមសំយើងអត់ដែលមានជាភាពជួបជុំឬក៏ប្រជុំគ្នាទេបាទជម្រាបសួរខ្ញុំបាទនៅភូមិត្បែងឃុំត្បែងស្រុកបន្ទាយស្រីភូមិត្បែងកើតអ្នកទិញអ៊ិតចាយពីមុនខ្ញុំខ្វះថវិកាឥឡូវខ្ញុំបានស្អីទៅអង្គការសប្បុរសធម៌ខាងក្រមសន្សំត្បែងកើតត្បែងរុងរឿងហ្នឹងបានខ្ចីកម្ចីប្រាក់អាការប្រាក់ទាបហើយខ្ញុំក៏បានយកមកបំវិលទិញអ៊ិតចាយក៏បង្កជីវកម្មប្រចាំថ្ងៃវាបានចំណូលខ្លះដើម្បីដោះស្រាយជីវភាពប្រចាំគ្រួសារតែឥឡូវនេះខ្ញុំវារៀងមិនជាមានណាទេប៉ុន្តែវាអាចទូធាអត្រាការប្រាក់ហ្នឹងក៏វាទាបហើយយើងអាចខ្ចីបំវិលបានយើងរកបានហើយយើងអាចសន្សំបានចូលក្នុងនឹងផងហើយជីវភាពឥឡូវក៏វាមិនជាពិបាកហត់នឿយដែរហើយខ្ញុំក៏នឹងមានពេលអីនិយាយច្រើនណាស់ហើយសូមអរគុណដែលខាងក្រុមត្បែងរុងរឿងអង្គការកម្ចីប្រាក់ហ្នឹងសូមអរគុណទាំងអស់គ្នាដែលបងប្អូនក្នុងភូមិហ្នឹងឥឡូវក៏ទូធាកាន់ដែរបានបង្វិលប្រាក់ហ្នឹងខ្ចីទាំងអស់គ្នាបាទសូមអរគុណទាំងអស់គ្នាបាទបងប្អូនហើយយើងធ្វើការរៀនខ្លួនប៉ុន្តែដែលយើងមានក្រុមសំចេះដល់ថ្ងៃសំដល់ថ្ងៃយើងប្រមូលយើងបានជួបជុំគ្នាប្រជុំគ្នាដើម្បីភាសារដំណោះស្រាយផ្សេងៗតាក់ទងនឹងមានបញ្ហាអីយើងចូលរួមដោះស្រាយរួមគ្នាហើយចុងចប់នេះគឺខ្ញុំបាទមានអីទេគឺអរគុណច្រើនដែលខាងអង្គការយូរដូតែងតែមកបណ្ដោះបណ្ដាលចោះជួយដល់សហគមន៍នៅភូមិបែងកើតគឺឃើញថាយើងមានជាវគ្គបណ្ដុះបណ្ដាលដល់សហគមន៍យើងមានជួយគំនិតផ្សេងតាក់ទងនឹងការសំគឺបានច្រើនហើយដូចខ្ញុំពីមុនអត់ចេះអីទេប៉ុន្តែថ្ងៃយើងអាចរៀបចំការដឹកនាំប្រជុំការសេរបាយការណ៍ការសេជីក្រុមការចុះជួបបងប្អូនជាប្រិយការជួបដៃគូអង្គការផ្សេងយើងមានភាពក្លាហានឡើងដើម្បីចុះជួបពួកគាត់កាលមុនគឺខ្ញុំមានការភ័យខ្លាចខ្លាំងខ្ញុំមានអីអរគុណហើយខ្ញុំសូមថ្លែងអំណរគុណដល់អង្គការអូអាយដែលតែងតែជួយដល់សហគមន៍ខ្ញុំបាទហើយនឹងដោយអនុវត្តដោយអង្គការយូរដូចុះជួយនៅភូមិបែងកើតគឺខ្ញុំនឹងបដិញ្ញាចិត្តដើម្បីការពារនៅខាងសហគមន៍ខ្ញុំមិនអោយបាត់បង់ហើយនឹងធ្វើរំលឹកឲ្យសហគមន៍ខ្ញុំមានការរីកចម្រើនហើយសូមអរគុណ